រនស្រុកសាមគ្គីមុនីជ័យអំពាវនាវឲ្យក្រសួងជំនាញចុះត្រួតពិនិត្យរោងចក្រកែច្នៃអាគុយនិងភាពមិនប្រក្រតីនៃមធ្យោបាយដឹកជញ្ជូនជាបន្ទាន់ខេត្តកំពង់ស្ពឺរលកនៃក្តីបារម្ភអំពីសុវត្ថិភាពបរិស្ថាននិងសុខភាពសាធារណៈបាននឹងកំពុងផ្ទុះឡើងសារជាថ្មីនៅក្នុងស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺបន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងរោងចក្រកែច្នៃអាគុយនិងទឹកអាស៊ីតមួយកន្លែងជិតតំបន់ជើងភ្នំសែនហានបានលើកឡើងនៅមន្ទិលសង្ស័យជាច្រើនជុំវិញបទដ្ឋានបច្ចេកទេសនិងភាពស្របច្បាប់នៃប្រតិបត្តិការរោងចក្រមួយនេះអ្វីដែលធ្វើឲ្យមហាជនកាន់តែមានការងឿងឆ្ងល់និងចោទជាសំណួរយ៉ាងធ្ងន់ធ្ងរនោះគឺវត្តមានរថយន្តកុងតឺន័រធុនធំបំពាក់ស្លាកលេខខេមរៈភូមិន្ទជាច្រើនគ្រឿងបាននឹងកំពុងបើកបរចូលចេញក្នុងទីតាំងរោងចក្រឯកជនមួយនេះយ៉ាងកក្រឹកកក្រែងបាតុភូតនេះបានចាត់ជាសំណួរទាមទារការបកស្រាយពីអាជ្ញាធរពាក់ព័ន្ធថាតើមានការយករថយន្តរបស់ស្ថាប័នរដ្ឋឬកងកម្លាំងប្រដាប់អាវុធទៅបម្រើផលប្រយោជន៍ឲ្យអាជីវកម្មឯកជនដែរឬយ៉ាងណាដើម្បីធានាដំណាភាពនិងការពារសុខុមាលភាពប្រជាសហគមន៍ពលរដ្ឋនៅក្នុងមូលដ្ឋានបានអំពាវនាវយ៉ាងទទូចជូនក្រសួងបរិស្ថានក្រសួងឧស្សាហកម្មបច្ចេកវិទ្យានិងនវានុវត្តន៍ក្រសួងរាយនឹងធម្មពលនិងអាជ្ញាធរខេត្តកំពង់ស្ពឺចុះធ្វើការស៊ើបអង្កេតជាបន្ទាន់លើចំណុចស្នូលសំខាន់ៗចំនួន7រួមមានលិខិតបទដ្ឋានផ្លូវច្បាប់ភាពស្របច្បាប់នៃអាជ្ញាប័ណ្ណបង្កើននិងប្រតិបត្តិការរោងចក្រការវិដំឡៃផលប៉ះពាល់បរិស្ថានតើបានឆ្លងកាត់ការអនុម័តត្រឹមត្រូវពីក្រសួងបរិស្ថានដែរឬទេការគ្រប់គ្រងសំណល់គ្រោះថ្នាក់ការរក្សាទុកនិងការច្នៃសារធាតុពុលកម្រិតខ្ពស់សំណនិងទឹកអាស៊ីតស៊ុលផូរិកប្រព័ន្ធប្រព្រឹត្តកម្មទឹកសំណល់ប្រសិទ្ធភាពនៃប្រព័ន្ធចម្រោះនិងសម្រាប់រដ្ឋិសារធាតុគីមីមុនបញ្ចេញចោលការទប់ស្កាត់ការបំពុលខ្យល់ការបំពាក់ឧបករណ៍ចម្រោះផ្សែងនិងធូលីគីមីពុលនៅក្នុងបរិស្ថានសុវត្ថិភាពប្រភពទឹកក្រោមដីវិធានការការពារជ្រាបចូលដីនិងប្រភពទឹកប្រើប្រាស់របស់ពលរដ្ឋសុវត្ថិភាពកម្មករនិងផែនការសង្គ្រោះបន្តបទដ្ឋានការពារកម្មករនិងផែនការឆ្លើយតបពេលមានគ្រោះថ្នាក់គីមីឧស្សាហកម្មកែច្នៃអាគុយនិងសារធាតុគីមីគឺជាអាវុធមុខពីរសារធាតុលោហៈធ្ងន់ដូចជាសំណនិងទឹកអាស៊ីតស៊ុលផូរិកអាចបំផ្លាញដីប្រភពទឹកនិងសុខភាពមនុស្សសត្វយ៉ាងធ្ងន់ធ្ងរប្រសិនបើខ្វះការគ្រប់គ្រងបច្ចេកទេសនោះការចុះត្រួតពិនិត្យនិងបង្ហាញលទ្ធផលជាសាធារណៈដោយដំណាភាពពីសំណាក់អាជ្ញាធរមិនត្រឹមតែជាការឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេប៉ុន្តែគឺជាកាតព្វកិច្ចផ្លូវច្បាប់ក្នុងការទប់ស្កាត់មហន្តរាយបរិស្ថានព្រមទាំងពង្រឹងនីតិរដ្ឋនិងជំនឿទុកចិត្តរបស់មហាជនលើអាជ្ញាធរមានសមត្ថកិច្ចអង្គភាពសារព័ត៌មានប្រមាញ់ជាដានធីវីយើងខ្ញុំផ្សព្វផ្សាយព័ត៌មាននេះក្នុងគោលបំណងធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងការពិតឆ្លើយតបតាមកង្វល់របស់ប្រជាពលរដ្ឋនិងរិះគន់ក្នុងនៃស្ថាបនាដើម្បីរួមចំណែកទប់ស្កាត់ផលប៉ះពាល់បរិស្ថាននិងការការពារសុខុមាលភាពសង្គមតែប៉ុណ្ណោះអង្គភាពយើងខ្ញុំសូមរងចាំនិងរីករាយទទួលស្វាគមន៍រាល់ការបកស្រាយបំភ្លឺឬឆ្លើយតបពីគ្រប់ស្ថាប័នពាក់ព័ន្ធនិងម្ចាស់ទីតាំងរោងចក្ររៀងរាល់ម៉ោងធ្វើការដើម្បីធានានូវដំណាភាពតុល្យភាពព័ត៌មានស្របតាមក្រមសីលធម៌និងច្បាប់ស្តីពីរបបសារព័ត៌មានសូមអរគុណ